ស្វាគមន៍មកកាន់ជីវិតនារីខ្ជិលតែសំណាងជីវិតស្ត្រីមេផ្ទះចិនស៊ីចូលខ្លួនទៀតហើយតោះមកមើលរបៀបធ្វើកូនបង្កងនេះឲ្យឆ្ងាញ់តោះយើងមកមើលគ្រឿងផ្សំយើងខ្ញុំដាក់ខ្ញីហើយខ្ញីយើងដាក់តាមតិចតាមច្រើនតាមចំណូលចិត្តយើងអីចឹងណាហើយមានគល់ស្លឹកគ្រៃហើយនិងស្លឹកក្រូចសើចហ្នឹងយើងចង់ដាក់ក៏បានអត់ចង់ដាក់ក៏បានដែរដោយសារតែនេះខ្ញុំធ្វើបែបកូនកាត់ខ្មែរអញ្ចឹងហើយខ្ញុំដាក់គល់ស្លឹកគ្រៃហើយស្លឹកក្រូចសើចអីចឹងទៅតោះមកយើងយកម្ទេសយើងមកដាក់មកម្ទេសដាក់តាមតិចតាមច្រើនតាមចំណូលចិត្តដាក់រៀងខ្លួនអីចឹងទៅខ្ញុំដាក់តាមកូនស្លឹកព្រាព្រោះខ្ញុំអត់សូវចូលចិត្តហឹរហើយយើងយកទៅសក់យើងដែលបានត្រៀមទុកហ្នឹងហើយនឹងស្លឹកខ្ទឹមយកមកលាងឲ្យស្អាតចឹងមកសម្រាប់យើងដាក់ឲ្យលាយជាមួយកូនបង្កងនេះរបស់យើងទៅសក់ខ្ញុំដាក់ទៅសក់ចិនហើយនិងសក់ខ្មែរហើយយើងមកហាន់ស្លឹកខ្ទឹមរបស់យើងមកនឹងដាក់ពេលយើងធ្វើម្ហូបហើយឲ្យវាឈ្ងុយបន្ថែមអីចឹងចំនួនស្លឹកខ្ទឹមដូចគ្នាយើងដាក់តាមចំណូលចិត្តរៀងខ្លួនទៅបើសិនជាចូលចិត្តដាក់ច្រើនទៅអត់ចូលចិត្តទេដាក់តិចក៏បានដែរអត់អីទេនេះពេលយើងរៀបចំហើយយើងអាចយកវាទុកម្ដុំអីចឹងទៅហើយបន្ទាប់មកយើងចាប់ផ្ដើមមកហាន់ទៅសក់វិញនេះទៅសក់ចិនណាទៅសក់ចិនហ្នឹងតាមពិតចាញ់ទៅសក់ខ្មែរទេទៅសក់ខ្មែរឆ្ងាញ់ជាងតែគ្រាន់ថាបើស្តង់ណាគេហ្មងគេចូលចិត្តដាក់ទៅសក់ចិនហ្នឹងមួយអាកូនកងនេះហ្នឹងតែបើគិតពីរសជាតិវិញខ្ញុំគិតថាទៅសក់ខ្មែរផ្អែមឆ្ងាញ់ជាងទៅសក់ចិនហ្នឹងហើយទៅសក់យើងហាន់តូចៗឬក៏ធំៗអីវែងឬក៏ខ្លីអីហ្នឹងតាមចំណូលចិត្តរៀងៗខ្លួនទេខ្ញុំអីខ្ញុំធ្វើអត់សូវមានស្តង់ដារទេដោយសារតែវាថាធ្វើញ៉ាំខ្លួនឯងចូលចិត្តមិនគឺដាក់អញ្ចឹងអត់មានថាអូយធ្វើតាមស្តង់ដារហាងឬក៏អីទេបើធ្វើតាមស្តង់ដារហាងខ្ញុំចប់បាត់ហើយខ្ញុំធ្វើអីមិនចាញ់ទេនេះខ្ញុំធ្វើទៅតាមខ្លួនឯងហ្នឹងខ្ញុំចូលចិត្តមិនខ្ញុំដាក់អញ្ចឹងនិយាយទៅមិនក៏បានឲ្យតែបានញ៉ាំអីចឹងណារៀបចំគ្រឿងហើយអស់យើងមករៀបចំកូនបង្កងនេះរបស់យើងម្ដងយើងវះវាចឹងមកតបមកយើងដាក់ខ្ទះហើយយើងដាក់កូនបង្កងនេះរបស់យើងចូលតែមិនទាន់អាចកាច់ខ្ទះដោយសារខ្លាចវាខ្ទាតអីចឹងណាហើយយើងដាក់ប្រេងឆាចូលតិចមកបន្ទាប់មកយើងអាចកាច់ហ្គាសអីបានទេហើយយើងអាចយកបាយឆាយកមកត្រឡប់វាអីចឹងទៅហើយចាប់ផ្ដើមបបែកវាមួយមួយអីចឹងបបែករៀងថ្នមដៃតិចដោយសារតែខ្លាចវាបាក់ដៃបាក់ជើងអីពេញហ្នឹងហើយបន្ទាប់មកយើងអាចថែមទឹកដើម្បីមកងាស់កូនបង្កងនេះរបស់យើងណាបន្ទាប់មកទៀតយើងយកកលឹកត្រីស្លឹកក្រូចសើចខ្ញីហើយនិងម្ទេសរបស់យើងដាក់ចូលមកក្នុងកូនបង្កងនេះរបស់យើងមកហើយត្រឡប់វាតិចទៅហើយចាំឲ្យវារៀងពុះបន្តិចណាពេលដែលវាពុះហើយយើងអាចថែមថយគ្រឿងតាមនឹងអីចឹងទៅអ្នកចូលចិត្តផ្អែមប្រៃអីដាក់តាមចំណូលចិត្តរបស់យើងរៀងៗខ្លួនណាសម្រាប់ខ្ញុំថែមគ្រឿងតិចតួចអីទេខ្ញុំអត់ថែមគ្រឿងច្រើនទេព្រោះខ្ញុំអត់សូវចូលចិត្តរសជាតិដិតខ្លាំងណាតែខ្ញុំចូលចិត្តជាងគេប័រដល់ពេលចឹងហើយខ្ញុំដាក់ប័ររៀងច្រើនតិចដើម្បីឲ្យវាឈ្ងុយហ៎ហើយខ្ញុំបន្ថែមដូចជាទឹកកន្លះសាច់ដាក់មិនតិចទេបន្ទាប់មកខ្ញុំថែមប្រេងខ្យងមិនតិចដែរហើយយើងកូរវាឲ្យចូលសព្វគ្រឿងអីចឹងទៅបន្ទាប់មកយើងអាចដាក់ទៅសក់របស់យើងចូលទៅហើយចាប់ផ្ដើមត្រឡប់វាថ្នមៗកុំឲ្យបែកទៅសក់បន្ទាប់មកយើងអាចងាស់វាទុកចាំមួយសន្ទុះពេលដែលទៅសក់យើងឆ្អិនហើយយើងអាចថែមស្លឹកខ្ទឹមអីចូលបាននិយាយទៅសក់ហ្នឹងកាន់តែឆ្អិនកាន់តែឆ្ងាញ់ណាឲ្យវាទន់ឲ្យលួយទៅកាន់តែឆ្ងាញ់យកហ្មងបន្ទាប់ពីដាក់ស្លឹកខ្ទឹមហើយយើងគ្រាន់តែច្របល់វាតែមួយជុំពីរជុំទៅគឺវាឆ្អិនហើយតែប៉ុណ្ណឹងកូនបង្កងនេះរបស់យើងហើយរួចជាស្រេចយកមកដួសដាក់ចានមកអូយនិយាយមែនឡងឈ្ងុយឡងជាតិយកតែហ្មងណានិយាយមែនណាបានឈ្ងុយក្លិនប័រក្លិនគល់ស្លឹកគ្រៃលក្ខូចសើចទៀតអូយជាតិស្លាប់ហ្មងនិយាយមែននិយាយទៅវិធីធ្វើងាយៗស្រួលៗអាចធ្វើនៅតែបានញ៉ាំខ្លួនឯងអីចឹងណាតោះមកយើងអាចមកញ៉ាំអីចឹងទៅហើយទៅដាក់បទចម្រៀងស្ដាប់ជ្រាអីចឹងណាកំដរអារម្មណ៍អីចឹងទៅវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹង